តែសិកជនជាទីមេត្រីនេះថ្ងៃទី15-16 ខែមីនានៅវត្តអន្តកោសីកំពង់តាន់ជ្រោយទឹមថ្មីសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសត្រាំងបានសហការជាមួយអនុមន្ទីរអប់រំនិងបណ្ដុះបណ្ដាលស្រុកមេស្វីងចាត់តាំងពិធីប្រឡងបញ្ចប់ថ្នាក់ពុទ្ធិកបឋមសិក្សាបាល័យរងឆ្នាំសិក្សា2024-2025និងពិនិត្យទទួលស្គាល់កម្រិតបឋមសិក្សាឲ្យសមណសិស្សនិងសិស្សការប្រឡងឆ្នាំនេះមានសាមណសិស្សនិងសិស្សសរុប82អង្គរួមអវត្តមាន1អង្គក្នុងនោះមានសាមណសិស្ស79អង្គនិងបេក្ខជនបេក្ខនារី3រូបមកពីបណ្ដាវត្តដូចជាកោះទុងស្រុកកៅឡៅយុងវត្តព្រែកតាគួនវត្តស្រឡូងស្រុកមីស្វីងវត្តបឹងភ្នៀតស្រុករឹងដែរវត្តព្រៃចប់វត្តសេរីកណ្ដាលនិងវត្តធម្មជោទីរួមខេត្តវិជ័យនេះជាពិធីប្រឡងបានចាត់តាំងប្រចាំឆ្នាំសម្ដៅពិនិត្យកម្រិតវិជ្ជាបាលីរងរយៈពេល3ឆ្នាំនិងពិនិត្យទទួលស្គាល់សម្រាប់កម្មវិធីបឋមសិក្សាឲ្យសាមណសិស្សទំនឹងនោះបង្កប្រភពសាមណសិស្សសម្រាប់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីដំបងប្រសង់ក្នុងអាវាសវត្តអន្តកោសីកំពង់តាន់ជ្រោយទឹមថ្មីបានប្រារព្ធពិធីបុណ្យបញ្ចុះខណ្ឌសីមារួចស្រេចហើយគឺមិនអស់វិចិត្រនេះមានការអាណិតអាសូរដល់សាមណសិស្សដែលខំប្រឹងសិក្សាដល់ពីទី1ដល់ថ្នាក់ទី3បល័យរងហើយក្នុងឱកាសនេះគឺថាជាឱកាសលេខថាវត្តនឹងមានធ្វើបិណ្ឌបញ្ចុះខណ្ឌសីមានឹងមាននៅសល់ថាវិការខ្លះមួយចំនួនដើម្បីយើងរៀបចំពិធីប្រឡងរងនៅក្នុងឆ្នាំ2025នេះអាត្មាភាពក៏មានការនឹកអាណិតអាសូរដល់សាមណសិស្សដែលខំប្រឹងសិក្សារៀនសូត្របំពេញវិជ្ជាជួយគាំទ្រលើកស្ទួយនៃពុទ្ធសាសនាយើងឲ្យបានរុងរឿងការប្រឡងចែកជា2ថ្ងៃក្នុងថ្ងៃសៅរ៍ទី15ខែមីនាសាមណសិស្សនឹងស្ដាប់ប្រឡងពីវិញ្ញាសាសកលគឺគណិតវិទ្យានិងភាសាវិទ្យានិងថ្ងៃអាទិត្យទី16ខែមីនាប្រឡងវិញ្ញាសាបាលីនិងខ្មែររួមមានសរសេរតាមអានខ្មែរវេយ្យាករណ៍ខ្មែរវិន័យពុទ្ធបវត្តប្រែលោតប្រយោគនិងវេយ្យាករណ៍បាលីដោយវិធីប្រឡងពេលបញ្ចប់វិញ្ញាសាណាគណៈមេប្រយោគដាក់ពិន្ទុវិញ្ញាសានុភ្លាមនៅតែធានាភាពច្បាស់លាស់តាមពិន្ទុប្រឡងរបស់សាមណសិស្សទំនឹងនោះព្រះសង្ឃនិងគណៈកម្មការវត្តជ្រោយទឹមថ្មីក៏ធានាអំពីមូលដ្ឋានសម្ភារៈបន្ទប់ប្រឡងកន្លែងឆាន់និងទីសេនាសនៈគង់នៅរបស់សាមណសិស្សនិងសិស្សទាំងឡាយកន្លែងបំពេញការងាររបស់ក្រុមប្រឹក្សាប្រឡងរបស់គណៈមេប្រយោគនិងក្រុមអនុរិយប្រឡងទើបការប្រឡងប្រព្រឹត្តឡើងយ៉ាងរលូនត្រូវតាមពេលវេលាកំពុងរៀននៅសាលាសកលប៉ុន្តែបងអូនតែអូនតែខំជួយរៀននៅក្នុងវត្តជាមួយព្រះសង្ឃបើលទ្ធផលក៏យ៉ាងណាthìបងក៏សប្បាយចិត្តលើលទ្ធផលនោះហើយនឹងខំបន្តទៀតនិយាយរួមទៅកម្ពីធម្មបទដែលចេញមកប្រហែលឆ្នាំមកក៏ជុំវិញនៅក្នុងរង្វង់ដែលមន្ត្រីសង្ឃបានកំណត់ទុកឲ្យរៀននៅថ្នាក់ទី3គឺបាលីរួងហ្នឹងគឺពីវិជ្ជាពីសម្បត្តិពីភ័ក្រ5ដល់ភ័ក្រ8ឆ្នាំនេះធ្លាក់នៅលើភ័ក្រ7ចេញវិជ្ជាធម្មបទភ័ក្រ7ហើយថាធម្មបទភ័ក្រ7យើងថាលំបាកក៏លំបាកដែរប៉ុន្តែចំពោះវិញ្ញាសាដែលចេញឆ្នាំនេះគឺល្មមនឹងការកម្រិតវិជ្ជារបស់លោកដែរដែលយើងឃើញឆ្នាំហ្នឹងគេលោកធ្វើបានអញ្ចឹងក៏ត្រេកអរណាស់ដើម្បីជាប្រភពឲ្យសាលាបាលីនៅឃ្លាំងអញ្ចឹងប្រហែលជាសាលាបាលីនៅឃ្លាំងហ្នឹងឆ្នាំដល់ហ្នឹងបែរលោកបានទៅរៀនច្រើនចុះឈ្មោះរៀនច្រើនណាស់លទ្ធផលមានសាមណសិស្ស100%ពិនិត្យទទួលស្គាល់សម្រាប់បឋមសិក្សាដោយលេខបាលីរងជាប់69អង្គនិងធ្លាក់មិនសម្រេច10អង្គគណៈចាត់តាំងប្រឡងបានប្រកេនរង្វាន់ជាច្រើនដល់សាមណសិស្សចំនួន10អង្គសម្រាប់ពិន្ទុខ្ពស់និងរង្វាន់ជាច្រើនទៀតដល់សាមណសិស្សចំនួននៅសល់ក្រៅពីរង្វាន់របស់គណៈចាត់តាំងសាមណសិស្សនៅទាំងបានមេមៀងពុទ្ធបរិស័ទអ្នកឧបត្ថម្ភប្រកេនរង្វាន់ផ្សេងជាច្រើនទៀតព្រោះសម្រាប់អាត្មាដែលខំប្រឹង3ឆ្នាំយ៉ាងស្វិតស្វាញឥឡូវនេះនឹងបានសម្រេចដូចបំណងហើយមានអារម្មណ៍រំភើបមែនទែនហើយសង្គមថានឹងតអនាគតនឹងខំប្រឹងព្យាយាមបន្តទៅទៀតសមាគមនោះក៏មានការទិសដៅនៅគ្រប់វត្តគ្រប់កន្លែងសង្កាត់ទាំងអស់
thưa mấy ôi bà sống nó không bằng nhìn số tàu ban chọn đi chạy chạm nâng ban ban sắp chạm cõi tàu ban mỗi rư trang nó tiết vì bố sốc 10 muối tàu tầm miền ca dẫn số một 10 muối tàu tầm miền ca dẫn số theo bà mình dẫn số tới dựng mình ai nâng hay chắc đã cái bạn đây hay muối tiết dân bà lọn đấy đầm bay chùm núi đó sẽ làm chùm xa lại đảm bảo đầm bay ôi cùng xa tụi viện nó tí nút cho bà mình cho cho ban sẽ làm lại ban cùng xa na chui nó tàu ôi ban cho ban chọn là cao dẫn số អាចពលថាក្នុងប៉ុន្មានឆ្នាំមកនេះការប្រឡងបាលីរងមានការរីកចម្រើនទាំងចំនួនសមណសិស្សក៏ដូចជាគុណភាពទន្ទឹមនឹងនោះមានការយកចិត្តទុកដាក់ពីសហគមន៍សង្គមឆ្លងតាមការចូលរួមឧបត្ថម្ភលើកទឹកចិត្តជំនួយកម្លាំងសម្រាប់សមណសិស្សកន្លងពីនោះបង្ហាញបញ្ជាក់បាននៅសារៈសំខាន់ក្នុងការបង្រៀននិងរៀនភាសាបាលីរួមចំណែកអភិរក្សនិងពង្រីកភាសានិយាយអក្សរសរសេររបស់ជនរួមជាតិខ្មែរ វត្តចរយទៅថ្មី